ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ស៊ុបគោមីប្រទេសដែកនិងខគោមួយចាដែលភ្នាក់របស់យើងគាត់បានកំងឥឡូវគឺខាងយើងបានរៀបចំហើយរួចរាល់ 100% ជូនគាត់ហើយចាហើយនៅក្នុងអត្តនេះដែរវាពិសេសបន្តិចចាដោយសារតែភ្នាក់គាត់បានកំងបន្ថែមជាមួយនឹងម៉ាស៊ីនកិនតឹងបើមួយចាសម្រាប់លក់ជាមួយនឹងគ្រឿងញ៉ាំរបស់គាត់ហ្នឹងគាត់បានបន្ថែមជាមួយនឹងម៉ាស៊ីនកិនតឹងបើមួយហើយនឹងម៉ាស៊ីនអ៊ុតកែវមួយផងដែរចានៅក្នុងអតេះហ្នឹងចាតោះឥឡូវយើងមកមើលការរៀបចំនៅខាងក្នុងទាំងអស់គ្នាចាអានេះកន្លែងនេះគឺយើងមានកេកមួយសម្រាប់ដាក់លុយឬក៏ដាក់អីវ៉ាន់អីផ្សេងៗក៏បានដែរចាអានេះខាងលើនេះគឺជាប្រភេទទូកញ្ចក់បើយើងប្រើទូកញ្ចក់2ថ្នាក់3ប្រឡប់បែបហ្នឹងចាហើយខាងលើនេះគឺយើងមានតនើមានអីដាក់អីវ៉ាន់ដូចយើងរត់ដងអញ្ចឹងណាអានេះឆ្នាំងកាទៀវរបស់គាត់ចានេះជើងសម្រាប់ដាក់ធុងហ្គាស13គីឡូចាហើយមួយឈុតនឹងដែរគឺភ្នាក់របស់យើងគាត់បានកំងយកទាំងក្បាលចក្រានហើយនឹងការរៀបចំតភ្ជាប់មានទយោមានក្បាលសុវត្ថិភាពអីផ្សេងៗនេះនៅក្នុងនឹងមួយស្រេចតែម្ដងចាគាត់អត់យកធុងហ្គាសទេចាដោយសារតែគាត់មានធុងហ្គាសខ្លួនឯងស្រាប់អញ្ចឹងណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានបំណងចង់បានប្រភេទអតេបែបហ្នឹងឬក៏លក្ខណៈប្រភេទអតេកំងអីផ្សេងៗនេះគឺអាចធ្វើការកំងបានចាតាមរយៈ page ផ្ទាល់ឬតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ5ខ្សែនៅក្នុងវីដេអូនឹងបានចាក៏អរគុណច្រើនចំពោះអតិថិជននៅតាមបណ្ដាខេត្តក៏ដូចជានៅភ្នំពេញផ្ទាល់ដែលតែងតែជឿជាក់និងគាំទ្រមកលើ page មេហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ